បើគេសរសេរនិមិត្តសញ្ញាបែបនេះហើយដាក់ a ពីក្រោមនេះយើងអានថារឹសគូបនៃ a រឹសគូបនៃ a បានរឹសគូបនៃ a ហើយបើសិនតែគេផ្ដាច់មួយមានន័យថាផ្ដាច់អានេះមកមួយហើយម្ដុំនេះអាហ្នឹងជា radical បាទជា radical ដែលមានសន្ទុះស្មើ3បាទគឺលេខនៅត្រង់កន្លែងនេះសន្ទុះអានេះហៅសន្ទុះហើយសរុបទាំងអស់នេះហៅ radical ហើយអក្សរ a នៅខាងក្រោម a កន្លែងនេះជាលេខជាតម្លៃលេខយកប្រមាណក៏បានដែរអាហ្នឹងគេហៅ radical បាទអាលើនេះហៅ radical ហើយលេខ3បើយើងរាប់តែលេខ3តាវាអាហ្នឹងហៅសន្ទុះបាទអញ្ចឹងលេខ3សន្ទុះរាប់លេខ3នឹងនិមិត្តសញ្ញាមួយនេះអាហ្នឹង radical ដែលមានសន្ទុះស្មើ3រាប់តែនៅខាងក្រោមនេះអាហ្នឹង radical ដូចគ្នាដែរឧទាហរណ៍ថាបើសិនលោកគ្រូមាននេះឬការ៉េនេះ3អញ្ចឹងនៅត្រង់កន្លែងនេះអាហ្នឹងជា radical បាទ radical ហើយសន្ទុះវាស្មើប្រមាណដើម្បីដឹងសន្ទុះស្មើប្រមាណយើងមើលនៅត្រង់កន្លែងនេះយើងអត់ឃើញទេយើងអត់ឃើញប៉ុន្តែអត់ឃើញនឹងមិនមែនមានន័យថាអត់សន្ទុះទេសន្ទុះស្មើនឹង2ណាអត់ឃើញនឹងមានន័យថាសន្ទុះស្មើ2គេសរសេរលេខ2ក៏បានគេមិនសរសេរក៏បានគេមិនសរសេរមានន័យថាសន្ទុះស្មើ2បាទសន្ទុះ radical ស្មើ2ហើយលេខ3នេះអានឹងជា radical យើងបន្តទៅចំណុចមួយទៀតបើសិនឲ្យគេស្គាល់ថា x ស្វ័យគុណ3បាទន័យថា x លើកជាគូបទៅស្មើនឹង a អញ្ចឹងគេទាញបាន x ស្មើនឹងរឹសគូបនៃ a បាទមូលហេតុអីបានគេទាញរក x ទៅជាប់រឹសគូបនៃ a យើងបានដឹងថាបើសិនជាចំនួន1លើកជាគូបទៅស្មើ a អញ្ចឹងចំនួនដែលលើកហ្នឹងជារឹសគូបនៃ a បាទជារឹសគូបនៃ a អញ្ចឹងដូច x ដែរបើសិនតែ x លើកជាគូបស្មើ a អញ្ចឹងមានន័យថា x ជារឹសគូបនៃ a អញ្ចឹងមានន័យថា x ជារឹសគូបនៃ a គេសេបែបនេះអញ្ចឹងគេសរសេរមក x ស្មើនឹងរឹសគូបនៃ a ដោយសារអីដោយសារនិយមន័យគេថាបើសិនជា x លើកជាគូបទៅស្មើ a x ដែលលើកហ្នឹងហៅថារឹសគូបនៃ a គឺ x ស្មើនឹងរឹសគូបនៃ a អញ្ចឹងកន្លែងនេះគឺទាញតាមនិយមន័យរឹសគូបនឹងឯងបាទឧទាហរណ៍ទី1រកតម្លៃ x ក្នុងសមីការខាងក្រោមគេឲ្យយើងរកតម្លៃ x មួយនេះថាតើតម្លៃ x ហ្នឹងស្មើនឹងលេខប៉ុន្មានដែលវាលើកជាគូបទៅស្មើនឹងដក64ឬក៏តើ x នេះត្រូវយកលេខប៉ុន្មានដែលគុណនឹងខ្លួនឯង3ដងទៅឲ្យស្មើនឹងដក64បាទអាហ្នឹងយើងគិតតាមស្វ័យគុណកន្លែងនេះតែបើសិនតែយើងមើលរូបមន្តសមីការនេះគឺ x ស្វ័យគុណ3 x លើកជាគូបទៅស្មើ a ហើយទាញរកតម្លៃ x គឺយើងត្រូវបំបត្តិលេខ3ចេញបាទចេញកន្លែងនេះហើយយើងមកពាក់រើសគូបលើលេខខាងស្ដាំសញ្ញាស្មើមកបាទហ្នឹងយើងទាញតាមរូបមន្តប៉ុន្តែរូបមន្តនេះចេញពីនិយមន័យដដែលទេឥឡូវយើងអនុវត្តរូបមន្តឲ្យចាំទៅអញ្ចឹងគេបាន x ស្មើនឹងយើងលុបលេខ3ចេញទៅហើយបំពាក់រើសគូបពីលើដក64យើងបានប៉ុណ្ណេះយើងអត់ទាន់ចប់ទេយើងមើលកន្លែងនេះមិញគឺយើងត្រូវរកតម្លៃ x ដោយរកលេខណាដែលគុណនឹងខ្លួនឯង3ដងស្មើដក64អញ្ចឹងកន្លែងនេះគឺយើងត្រូវរកតម្លៃ x ដោយរកតម្លៃលេខណាដែលគុណនឹងខ្លួនឯង3ដងឲ្យស្មើដក64បាទអញ្ចឹងយើងរកលេខទៅឥឡូវឧទាហរណ៍ថាគ្រូយកលេខដក1លើកជាគូប
មានន័យថាដក1គុណដក1គុណដក1សម្រាប់ដកហើយគុណនេះទីបូកគុណដកនេះដក3ដកអត់ស្មើដកស្រួលទេដក2លើកជាគប់វាកាត់ញ៉ាំដក2គុណដក2គុណដក2ស្មើដក8ដក3លើកជាគប់គុណទីបានដក8 7អញ្ចឹងមានដក4ណាអានេះគុណខ្លួនឯងមកឃើញដក64អញ្ចឹងតម្លៃលេខដក64នេះយើងបំលែងទៅជាដក4លើកជាគប់បាទអញ្ចឹងស្មើនឹងរើសដាក់មកវិញសិនមកដកនៃ4លើកជាគប់អញ្ចឹងស្មើអញ្ចឹងតម្លៃ x របស់យើងគឺដក4បាទយើងធ្វើម៉េចទៅដឹងថាចម្លើយនេះជាចម្លើយត្រឹមត្រូវយើងត្រឡប់ទៅមើលក្នុងប្រធានខាងដើមគេឲ្យយើងរកតម្លៃ x ហើយ x នេះត្រូវលើកជាគូបទៅបើថាត្រូវគុណនឹងខ្លួនឯង3ដងទៅឲ្យស្មើនឹងដក64បាទកន្លែងស្វ័យគុណ3ហ្នឹងបានន័យថាគុណនឹងខ្លួនឯង3ដងអញ្ចឹងនៅក្នុងកន្លែងនេះយើងរកតម្លៃ x គឺយើងរកតម្លៃលេខណាដែលគុណនឹងខ្លួនឯង3ដងទៅស្មើនឹងដក64គឺមានតែលេខដក4នេះទេដែលគុណ3ដងទៅស្មើនឹងដក64អញ្ចឹងមានន័យថាតម្លៃ x គឺត្រូវស្មើនឹងដក4បាទអញ្ចឹងយើងឆ្លើយមកដូចនេះ x ស្មើដក4ទីខ x ស្វ័យគុណ3ស្មើនឹង8យើងរកតម្លៃ x ទៀតមកតើតម្លៃលេខរបស់ x ហ្នឹងត្រូវយកប្រមាណដើម្បីគុណនឹងខ្លួនឯងទៅស្មើ8អានេះបើសិនតែយើងគិតតាមវិធីដែលយើងមើលជាក់ស្ដែងគឺមានតែលេខ2ទេដែលស្វ័យគុណ3ទៅស្មើ8អញ្ចឹងមានន័យថាតម្លៃ x របស់យើងស្មើនឹង2ប៉ុន្តែយើងប្រើតាមរូបមន្តយើងព្រោះខ្លឹមសារខាងមុខគឺយើងប្រើរូបមន្តអញ្ចឹងយើងដឹងចម្លើយហើយដឹងថា x ហ្នឹងស្មើ2ហើយប៉ុន្តែយើងទាញតាមរូបមន្តមកនាំឲ្យ x យើងបំបត្តិលេខ3ចេញធ្វើម៉េចដាក់ឫសគូបពីលើលេខ8មកពេលបានប៉ុណ្ណេះហើយយើងចាប់ផ្ដើមរកលេខណាដែលគុណនឹងខ្លួនឯង3ដងទៅស្មើ8មានតែលេខប៉ុន្មានលេខ2នោះឯងយើងដាក់2មកហើយឆ្លើយមកដូចនេះទីក x ស្វ័យគុណ3ស្មើ27យើងរក x លេខណាដែលគុណនឹងខ្លួនឯង3ដងស្មើ27គឺមានលេខ3 3ដង9គុណនឹង3ស្មើ27អញ្ចឹងលេខដែលគុណគឺលេខ3អាហ្នឹងយើងគិតជាក់ស្ដែងគឺ x យើងត្រូវស្មើ3ប៉ុន្តែយើងប្រើរូបមន្តយើងយើងដាក់តាមរូបមន្តមកនាំឲ្យ x បាត់គីបចេញត្រូវបំពាក់ឫសពីលើលេខ27បាទហើយយើងរកលេខដែលគុណនឹងខ្លួនឯង3ដងស្មើ27គឺលេខ3អញ្ចឹងដាក់3មកអញ្ចឹងចម្លើយយើងដូចនេះទីខដក x លើកជាគីបស្មើនឹងដក125បាទនេះយើងមើលទៅរៀងប្លែកបន្តិចប្លែកត្រង់ថាវាមានសញ្ញាដកបាទអញ្ចឹងយើងមិនទាន់ទាញយកតម្លៃ x តែម្ដងទេគឺយើងត្រូវបំបត្តិសញ្ញាដកសិនសញ្ញាដកមានន័យថាមេគុណវាស្មើដក1មេគុណណាដក1គុណនឹង x គីបកន្លែងនេះអញ្ចឹងយើងត្រូវបោះដក1ឆ្លងទៅប្រមាណវិធីគុណបោះឆ្លងសញ្ញាស្មើទៅបានចែកអញ្ចឹងយើងទាញមកទាញ x គីបសិនណា x គីបស្មើនឹងដក125ចែកឲ្យមេគុណដក1កន្លែងនេះយើងដាក់ x គីបមកវិញធម្មតាយើងបំបត្តិតែសញ្ញាវាសិនណាហ្នឹងហើយអញ្ចឹងយើងចែកធម្មតាមក x លើកជាគីបស្មើអានេះចែកសញ្ញាទៅចេញបូកវិញ125ចែកនឹង1បាន125បាទឥឡូវយើងចូលទម្រង់របស់យើងហើយយើងទាញរកតម្លៃ x បើយើងគិតតាមទូទៅគឺលេខណាដែលគុណនឹងខ្លួនឯង3ដងស្មើនឹង125គឺលេខ5ណាលេខ5គុណនឹងខ្លួនឯង3ដងទៅស្មើ125នេះលេខ5អញ្ចឹង x ដឹងថាស្មើ5ហើយ
តែយើងទាញតាមរូបមន្តយើងសិនមកនាំឲ្យ x ស្មើបាត់លេខ3បំពាក់រឹសគូបពីលើ125ចឹងតម្លៃស្មើនឹង5ចឹងយើងឆ្លើយមកដូចនេះ x ស្មើនឹង5ចឹងលំហាត់ទីខគឺផ្លែកខុសពីលំហាត់ខាងលើត្រង់វាមានសញ្ញាដកហើយរបៀបដោះស្រាយគឺយើងត្រូវបំបត្តិសញ្ញាដកនឹងចេញហើយសញ្ញាដកមានន័យថាមេគុណវាដក1ហើយយើងបោះឆ្លងទៅបំបត្តិដោយបោះឆ្លងយើងចែកណាព្រោះវាគុណកាលណាវាគុណយើងចែកបោះទៅចែកយើងមិនមែនបោះឆ្លងសញ្ញាស្មើទៅចេញសញ្ញាបូកទេគឺបានចែកដក1នៅដដែលសញ្ញាដកនេះនៅដដែលហើយដក125នៅខាងលើអញ្ចឹងកុំច្រឡំថាដកនេះបោះឆ្លងទៅបានបូក1អត់ទេបានបូក1កន្លែងនេះខុសបណ្ដោយណាទីង 2x ស្វ័យគុណ3ស្មើដក16បាទនេះស្តៀងនឹងទីខដែរទីខមានសញ្ញាដកអានេះមានមេគុណអញ្ចឹងយើងត្រូវធ្វើម៉េចអញ្ចឹងបងប្អូនចំណាំកាលណាវាមានសញ្ញាដកកាលណាវាមានមេគុណខុសពីលេខ1គឺយើងត្រូវបំបត្តិសញ្ញាឬក៏បំបត្តិមេគុណនឹងសិនហើយបំបត្តិគឺយើងចែកដូចនេះមេគុណវា2អញ្ចឹងយើងចែកនឹង2ទៅយើងចែកនឹង2ទៅវានៅសល់អីវាសល់ x គីបស្មើខាងនេះចែកនឹង2បានដក8ហើយយើងទាញរកតម្លៃ x មកបើយើងគិតជាក់ស្ដែងគឺយើងរក x មានន័យថារកលេខណាដែលគុណនឹងខ្លួនឯង3ដងស្មើនឹងដក8នេះតើលេខណាដែលគុណខ្លួនឯង3ដងស្មើដក8គឺដក2ណាគុណខ្លួនឯង3ដងទៅស្មើដក8អញ្ចឹងតម្លៃ x ស្មើដក2តែយើងទាញតាមរូបមន្តយើងមកនាំឲ្យ x ស្មើឬគូបពីលើដក8ហើយតម្លៃវាស្មើនឹងដក2អញ្ចឹងយើងឆ្លើយមកដូចនេះ x ស្មើនឹងដក2យើងចូលបន្តទៀតទីចអានេះមានមេគុណដូចគ្នាអញ្ចឹងបើមានមេគុណយើងត្រូវបំបត្តិមេគុណសិនមកយើងចែកនឹង5មកមេគុណប្រមាណចែកប៉ុណ្ណឹងណាប៉ុន្តែបើមេគុណ1យើងមិនបាច់ចែកទេតើតែសញ្ញាដក1អាហ្នឹងបានយើងចែកនឹងដក1ណាឥឡូវមេគុណ5អញ្ចឹងយើងចែកនឹង5ទៅសល់អីសល់ x គីបស្មើខាងនេះចែកនឹង5មក225ចែក5នេះបាន4សល់2តម្លាក់5បាន5អញ្ចឹងបាន45អញ្ចឹងយើងបាន x ស្វ័យគុណ3ស្មើនឹង45ហើយយើងរកតម្លៃ x មកយើងរកតម្លៃ x គឺយើងរកលេខដែលគុណនឹងខ្លួនឯង3ដងឲ្យស្មើ45គុណខ្លួនឯង3ដងស្មើ45មានអត់យើងដឹងថា3គុណនឹងខ្លួនឯង3ដងស្មើ27ហើយពេល4គុណនឹងខ្លួនឯង3ដងស្មើនឹង64លើសបាត់ហើយវាលើស45វាអត់មានទេអញ្ចឹងបានន័យថាអត់មានចំនួនគុណណាដែលគុណនឹងខ្លួនឯង3ដងទៅស្មើ45ទេបើអត់មានយើងទាញធម្មតាមកនាំឲ្យ x បាត់គូបបំពាក់រឹសស្មើនឹងរឹសគូបនៃលេខ45អញ្ចឹងអានេះយើងជាប់រឹសប៉ុណ្ណឹងព្រោះយើងរកទៅវាអត់មានលេខណាដែលគុណនឹងខ្លួនឯង3ដងទៅស្មើ45ទេបាទបើអត់មានជាប់ប៉ុណ្ណឹងអញ្ចឹងតម្លៃវាស្មើប៉ុណ្ណឹងហើយគេដឹងថានៅពេលដែលយកវាទៅលើកជាគូបវិញគឺបាត់អានេះបាត់ radical នេះនៅសល់តែលេខ45ហ្នឹងអាហ្នឹងគេសន្មតជាចំនួនថ្មីសន្មតថាជាចំនួនអសនិទានអាហ្នឹងបាទអញ្ចឹងនៅក្នុងលំហាត់ទីចគឺដូចតែខាងលើទេយើងចែកមានមេគុណ5យើងចែកនឹង5ចែកទៅនៅសល់ x ស្វ័យគុណ3អានេះចែកទៅសល់45តោះមកយើងទាញរកធម្មតាមក
បាទអញ្ចឹងនៅសល់លំហាត់4លំហាត់នេះគឺឲ្យបងប្អូនគុណសិស្សអនុវត្តបន្តបាទយើងឆ្លើយចម្លើយសិនដូចនេះ x ស្មើនឹងឫសគូបនៃ45សល់នេះយើងសាកល្បងអនុវត្តទៅហើយអាច comment ចម្លើយនៅក្នុងវីដេអូនេះបាន